វត្តចន្ទបច្ចោតនារាមដែលអ្នកទាំងអស់គ្នាហៅថាវត្តលោកតាសុតនាពេលបច្ចុប្បន្ននេះបានប្រែក្លាយទៅជាមជ្ឈមណ្ឌលពុទ្ធសាសនានិងជាទីឋានសក្ការៈបូជាដ៏ធំល្វឹងល្វើយមួយដែលមានការអភិវឌ្ឍយ៉ាងលឿនគួរឲ្យកត់សម្គាល់ខ្ញុំនឹងរៀបរាប់ចំណុចសំខាន់នៃទិដ្ឋភាពទូទៅនៃវត្តនាពេលសប្តាហ៍ថ្ងៃនេះ1សំណង់ស្ថាបត្យកម្មដ៏ស្កឹមស្កៃនិងប្រណិតវត្តមានសំណង់អគារធំបែបបុរាណលាយទំនើបដែលមានក្បួនក្បូរក្បាច់រចនាបថខ្មែរយ៉ាងផ្ចិតផ្ចង់ខឿនព្រះវិហារនិងជណ្ដើរត្រូវបានកសាងឡើងយ៉ាងខ្ពស់ត្រដែតមើលទៅមានភាពអស្ចារ្យនិងគួរឲ្យគោរពកោតកោសើរនៅតាមបរិវេណវត្តមានការកសាងរូបបដិមាព្រះពុទ្ធអង្គរូបសំណាកព្រះសង្ឃនិងរូបសំណាកអ្នកមានបុណ្យផ្សេងៗរួមទាំងរូបសំណាកតំណាងឲ្យរូបលោកតាសុទ្ធផ្ទាល់ក្នុងទំហំធំដែលជានិមិត្តរូបនៃសទ្ធាជ្រះថ្លានិងទាក់ទាញភ្នែកពុទ្ធបរិស័ទតាំងពីចម្ងាយ2ភាពស្រស់បំព្រងនិងសមុច្័យធម្មជាតិសួនច្បារនិងដើមឈើបរិវេណវត្តត្រូវបានរៀបចំឡើងដូចជាសួនរុក្ខជាតិមួយអមដោយដើមឈើតូចធំផ្កាកម្រនិងវាលស្មៅបៃតងខ្ចីមានការរៀបចំប្រព័ន្ធទឹកបាញ់និងផ្លូវដើរខុតខ្វែងយ៉ាងមានរបៀបរៀបរយទោះបីជាមានសំណង់ច្រើនប៉ុន្តែការរៀបចំប្លង់គឺបើកចំហដែលធ្វើឲ្យមានខ្យល់អាកាសបរិសុទ្ធល្អខ្លាំងសម្រាប់អ្នកដែលចង់ទៅអង្គុយស្ងប់ចិត្តធូរស្បើយពីភាពតានតឹង3ភាពអ៊ូអរនៃពុទ្ធបរិស័ទចិត្តឆ្ងាយបច្ចុប្បន្នវត្តនេះមិនមែនល្បីតែនៅក្នុងខេត្តកំពង់ឆ្នាំងនោះទេពុទ្ធបរិស័ទមកពីភ្នំពេញនិងបណ្ដាខេត្តនានាបានធ្វើដំណើរទៅធ្វើបុណ្យថ្វាយបង្គំព្រះនិងសូមសេចក្តីសុខពីលោកតាសុទ្ធជារៀងរាល់ថ្ងៃជាពិសេសនៅថ្ងៃសីលថ្ងៃចុងសប្តាហ៍និងពិធីបុណ្យជាតិធំដោយសារមានមនុស្សមកច្រើនវត្តក៏បានរៀបចំកន្លែងសម្រាប់ទទួលទានអាហារសាលាឈរទាននិងកន្លែងសម្រាប់សមរម្យសម្រាប់ភ្ញៀវដែលមកពីចម្ងាយផងដែរ4សកម្មភាពធម៌និងសង្គមវត្តលោកតាសុទ្ធត្រូវបានគេស្គាល់ថាជាបណ្ដុំនៃការអនុវត្តធម៌តាមរយៈការចាក់ធម៌អប់រំចិត្តការរៀបចំកម្មវិធីសមាធិនិងការផ្សាយបន្តផ្ទាល់នៅសកម្មភាពបុណ្យផ្សេងៗតាមបណ្ដាញសង្គមដែលធ្វើឲ្យវត្តមានភាពរស់រវើកក្នុងយុគសម័យ Digital នេះសរុបមកទិដ្ឋភាពបច្ចុប្បន្ននៃវត្តលោកតាសុទ្ធគឺជារូបភាពនៃកិច្ចបូជារវាងសិល្បៈស្ថាបត្យកម្មខ្មែរនិងធម្មជាតិដែលជាគោលដៅទេសចរបែបវប្បធម៌និងសាសនាដ៏ទាក់ទាញបំផុតក្នុងខេត្តកំពង់ឆ្នាំង